សម្ពោចឥន្ទ្រីខ្មោចព្រៃនៃម៉ាដាកាស្ការនៅក្នុងជម្រៅព្រៃត្រូពិចដ៏សែនជ្រៅនៃប្រទេសម៉ាដាកាស្ការមានសម្ពោចដ៏សែនចម្លែកមួយប្រភេទនៅក្នុងចំណោមសត្វជាច្រើនផ្សេងទៀតកំពុងរស់នៅវាមិនក្រហមដូចខ្លាមិនលូដូចចចកប៉ុន្តែវាមានសម្លេងក្រលួចលាន់ស្ទើរតែបែកព្រៃនៅពេលដែលវាយំម្ដងវាមានឈ្មោះថាសម្ពោចឥន្ទ្រីឬបាបាគូតូជាសម្ពោចមានធំជាងគេបំផុតមួយដែលកំពុងមានវត្តមាននៅលើផែនដីយើងនេះជម្រាបសួរនិងសួស្តីដល់ប្រិយមិត្តរបស់អ្នកសែជាថ្មីម្ដងទៀតហើយសម្ពោចឥន្ទ្រីដែលមានភ្នែកធំជើងពេញដោយកម្លាំងនិងចេះយំមានសូរសៀងដូចទៅនឹងសំនៀងរបស់មនុស្សយើងនឹងត្រូវលាតត្រដាងពីជីវិតរបស់ពួកវាទាំងស្រុងនៅថ្ងៃនេះ1តើអ្វីទៅជាសម្ពោចឥន្ទ្រីបាទអ្នកប្រិយមិត្តឥន្ទ្រីគឺជាអំបូរសម្ពោចខ្លួនធំមួយប្រភេទដែលមានវត្តមានតែនៅក្នុងព្រៃត្រូពិចនៃប្រទេសម៉ាដាកាស្ការមួយប៉ុណ្ណោះវាមានទំនាក់ទំនងផ្នែកសរីរៈរាងកាយយ៉ាងជិតស្និទ្ធបំផុតទៅនឹងអំបូរស្វាទោចឬអាប៉េះនិងមនុស្សយើងតែម្ដងខុសពីអំបូរស្វាត្រង់ថាវាបានចាប់កំណើតនៅម៉ាដាកាស្ការនេះរាប់សិបលានឆ្នាំមកហើយដោយបង្កើតជាអំបូរតពូជពងយ៉ាងពិសេសលើគេលើឯងនៅទីនោះគឺពិសេសលើអំបូរភេវរស់ណាទាំងអស់នៅលើផែនដីដោយមិនបែកពូជពងទៅណាផ្សេងទៀតឡើយសម្ពោចមួយប្រភេទនេះមានឈ្មោះតាមបែបវិទ្យាសាស្ត្រថាឥន្ទ្រីហើយអ្វីដែលគេទុកចិត្តមិនរំលឹកដល់ពួកវាមិនបានគឺវាអាចក្រោកឈរបានភ្លាមក្រោយកាត់ចំពោះសត្វពេញវ័យមួយចំហរបស់វាអាចឈរបានកម្ពស់70សង់ទីម៉ែត្រឬ71ម៉ែត្រទម្ងន់បានចន្លោះពី6ទៅ10គីឡូក្រាមព្រមទាំងអាចរស់រានរហូតដល់ចន្លោះពី15ទៅ20ឆ្នាំនៅក្នុងជម្រករបស់ពួកវាសម្រាប់លក្ខណៈរូបរាងកាយខាងក្រៅរបស់ឥន្ទ្រីវាមានរោមសខ្មៅក្រាស់ដណ្ដប់ពេញខ្លួនមានភ្នែកធំមួយគូពណ៌បៃតងចាស់កន្ទុយតូចជាមួយនឹងជើងវែងដែលជាអំណោយទានដល់ការលូតផ្លោះបានឆ្ងាយរបស់វាតែម្ដង2វាជាអ្នកជំនាញនៅលើចុងឈើលោកអ្នកដឹងទេថាផ្នែកខាងត្បូងនៃព្រៃត្រូពិចរបស់ម៉ាដាកាស្ការដែលជាព្រៃជ្រៅនិងស្ងប់ស្ងាត់នោះគឺពោពេញទៅដោយគ្រោះថ្នាក់បំផុតសឹងគ្រប់វិនាទីប៉ុន្តែចំពោះសម្ពោចឥន្ទ្រីវិញហាក់ពុំសូវជាបញ្ហាចោទនោះទេដោយសារវាកើតមកជាមួយនឹងឯកទេសលូតផ្លោះយ៉ាងស្ទាត់ជំនាញនិងរហ័សរហួនលើអំបូរស្វាមួយចំនួនទៅទៀតរាល់បំលាស់ទីវាអាចតោងឈរតេះតាសត្រង់ខ្លួននិងលោតបានឆ្ងាយណាស់គឺមានន័យថាវានឹងតោងឡើងលើដើមឈើខ្ពស់ដោយឈរត្រង់ខ្លួនទើបលោតពីចុងឈើមួយទៅចុងឈើមួយដោយសេរីភាពនិងភាពជឿជាក់នៅពេលខ្លះលោតមួយផ្លោតគឺអាចមានចម្ងាយដល់10ម៉ែត្រឯណោះហើយក៏មិនមែនជាហេតុផលអភិនិហាអ្វីដែរគ្រប់យ៉ាងគឺដោយសារតែឥន្ទ្រីមានសាច់ដុំជើងមាំមួនសរសៃកន្លាក់សន្លាក់អាចបត់បានយ៉ាងពិសេសជាមួយនឹងក្រញាំជើងពេញទៅដោយថាមពលរបស់ពួកវាតែម្ដងគេអាចប្រៀបធៀបការមើលសត្វសម្ពោចឥន្ទ្រីលូតទៅលូតមកលើចុងឈើទៅនឹងការសម្ដែងពិសេសណាមួយពីសំណាក់អ្នកជំនាញកាយសម្បទាយ៉ាងនោះឯង3វាជាកំពូលតារាចម្រៀងប្រចាំតំបន់ទស្សនិកជនជាទីមេត្រីមែនតើទៅអ្វីដែលនាំឲ្យគេនឹករលឹកដល់ឥន្ទ្រីមុនគេគឺសំនៀងដ៏ក្រលួចនិងចម្លែករបស់ពួកវាយ៉ាងពិសេសតែម្ដងមិនអាចប្រកែកបានទេថាវាមិនមែនជាសត្វដែលមានសម្លេងប្លែកគេបំផុតនៅក្នុងវងអាណាចក្រនៃសត្វព្រៃលើដីមុនឈានដល់ការរៀបរាប់ពីសំនៀងដ៏គួរឲ្យជក់ចិត្តទាំងអស់នោះពុកម៉ែបងប្អូនក៏អាចឆ្លៀតបន្តិចដើម្បីស្ដាប់សម្លេងយំឬសម្លេងច្រៀងរបស់វានៅលើ YouTube ដោយវាយពាក្យស្វែងរកថា Indri Songនៅពេលដែលវាយំម្ដងគឺអាចប្រើរយៈពេលចន្លោះពី45វិនាទីទៅ3នាទីនិងអាចផ្ដល់សូរសំនៀងកាត់ព្រៃត្រូពិចក្រាស់ទាំងអស់នោះបានជាង2គីឡូម៉ែត្រឯណោះទៅលែងលឺសូរសំឡេងរបស់វាពេលខ្លះគឺស្ដាប់ទៅចម្លែកមានមនោសញ្ចេតនានិងពេលខ្លះស្រដៀងទៅនឹងសំនៀងរបស់ត្រីបលែនយំទៀតផងហើយអ្នកខ្លះវិញពួកគេស្មានថាសំឡេងយំរបស់វានោះជាសំឡេងមនុស្សតែម្ដងហេតុអ្វីបានជាវាតែងតែច្រៀងបែបនេះអ្នកស្រាវជ្រាវពីជីវសាស្ត្របានសន្និដ្ឋានពីហេតុផលនៃការបញ្ចេញសូរសំនៀងទាំងអស់នោះថាវាមានបំណងការពារទឹកដីទំនាក់ទំនងសមាជិកគ្រួសារឬការហៅគ្នាឲ្យសញ្ញាអាសន្នដល់គ្នានឹងគ្នាដោយជាទូទៅគឺវានឹងយំជុំគ្នាតែម្ដងហើយសត្វញីនឹងចាប់ផ្ដើមច្រៀងមុនគេ
ទើបសមាជិកដទៃទៀតនាំគ្នាបន្តតាមក្រោយជាប់គ្នាយ៉ាងពីរោះសំឡេងមួយនោះស្ដាប់ទៅគឺហាក់ដូចជាសំឡេងដែលគេបានរៀប mix master យ៉ាងយកចិត្តទុកដាក់រួចរាល់យ៉ាងអញ្ចឹងទាំងចង្វាក់និងដូកតន្ត្រីគឺស្រដៀងទាំងស្រុងទៅនឹងស្នាដៃរបស់មនុស្សយ៉ាងនោះឯងពុកម៉ែបងប្អូននឹងទេសត្វមួយចំនួនធំតែងតែយំនៅក្នុងលំនាំមួយដែលមិនស្មុគស្មាញនោះទេប៉ុន្តែចំពោះឥន្ទ្រីវិញវាហាក់ចេះរៀបចំពេលវេលាយ៉ាងច្បាស់នៅក្នុងការយំនៅក្នុងសម្លេងចម្រុះទាំងអស់នោះដែលសូរសៀងរបស់ពួកវាគឺអាចជាប្រភពមួយឲ្យយើងសិក្សាពីដំណើរវិវត្តនៃដូរតន្ត្រីរបស់មនុស្សរាប់លានឆ្នាំមកយ៉ាងអញ្ចឹងដែរកាន់តែលំអិតជាងនេះគេបានកត់សម្គាល់ឃើញថាបាបាគូតូច្រើនតែបន្លឺសម្លេងរបស់វាឡើងក្រោយពេលមានការរំខានពីផ្គររន្ទះសម្លេងយន្តហោះសម្លេងចេះចាច់របស់វងបក្សីឬក៏សម្លេងយំពីអំបោសសម្ពុជដតីតែម្ដងវាតែងតែនាំគ្នាយំឆ្លើយឆ្លងមួយថ្ងៃយ៉ាងហោចណាស់7ដងឯណោះហើយម៉ោងដែលវាតែងតែឆ្លេឆ្លាយំលើសរាល់ដងគឺចន្លោះពីម៉ោង7ទៅ11ព្រឹកតែម្ដង4រង្វង់គ្រួសារដ៏កក់ក្ដៅរបស់ឥន្ទ្រីបើយើងរំលឹកពីថនិកសត្វស្មោះស្នេហ៍ឥន្ទ្រីក៏គួរតែរាប់បញ្ចូលជាសត្វស្មោះត្រង់និងស្នេហាមួយនឹងគេដែរតាមភាសាវិទ្យាសាស្ត្រគេហៅឥន្ទ្រីថាជាសត្វ monogamy ដែលមានន័យថាវានឹងពាក់ព័ន្ធចងមិត្តភាពជាមួយនឹងដៃគូស្នេហាថ្មីលុះត្រាតែដៃគូចាស់របស់វាបាត់បង់ជីវិតទៅនៅក្នុងនាមជាសត្វដែលចូលចិត្តរស់នៅជាក្រុមមួយរបស់ពួកវាគឺមានញីមួយក្បាលឈ្មោលមួយក្បាលជាឪពុកម្ដាយសម្រាប់បន្តពូជពង្សកូនចៅចំនួនក្រោយរបស់វាទាំងតូចនិងធំពី2ទៅ6ក្បាលខុសពីអំបូរថនិកសត្វដទៃឥន្ទ្រីជាធម្មតាឲ្យអំណាចទៅលើសត្វញីឬសត្វមេឲ្យគ្រប់គ្រងក្រុមជាធំវាមានតួនាទីស្វែងរកអាហារនិងដឹកនាំក្រុមនៅក្នុងការប្រស្រ័យទាក់ទងនៅក្នុងសហគមន៍នោះក្នុងទម្រង់ម្យ៉ាងដ៏មានឥទ្ធិពលពិតជាពិសេសម្យ៉ាងហើយប្រិយមិត្តសម្រាប់សម្ពោចឥន្ទ្រីវ័យដែលវាពេញវ័យអាចបន្តពូជបានគឺចន្លោះពី7ទៅ9ឆ្នាំសត្វញីនឹងពើពោះរយៈពេល120ទៅ150ថ្ងៃមុនសម្រាលនិងសម្រាលបានកូនតូចតែមួយក្បាលគត់នៅរៀងរាល់ខែឧសភាឬខែមិថុនាប្រចាំឆ្នាំតែម្ដងកូនតូចដែលទើបតែកើតជាធម្មតាគឺខ្មៅស្រាលឬខ្មៅក្រឹបតែម្ដងហើយវាអាចនឹងប្ដូរទៅជាពណ៌ផ្សេងនៅពេលដែលវាមានអាយុចន្លោះពី6ទៅ8ខែពុកម៉ែបងប្អូននឹងទេកូនតូចនោះកើតមកភ្លាមគឺនឹងតោងទ្រូងម្ដាយរបស់វាជាប់មិនទៅណារហូតដល់អាយុ4ទៅ5ខែឯណោះហើយវានឹងប្ដូរមកតោងខ្នងរបស់ម្ដាយវាវិញរហូតដល់អាយុ8ខែទើបចាប់ផ្ដើមឯករាជ្យនិងលែងដៃតិចតួចចេញពីម្ដាយរបស់វាបានកំឡុងពេលនោះជាពេលដែលម្ដាយរបស់វាបង្រៀនឲ្យវាចេះមើលគេមើលឯងលូតតោងឬយកស្លឹកឈើស្លឹកព្រៃដែលវាអាចស៊ីបានចេះទំនាក់ទំនងគ្នានឹងគ្នាជាដើមដែលវានិងម្ដាយគឺមានទំនាក់ទំនងជិតស្និទ្ធជាងគេបំផុតនៅក្នុងវងជាម្ដាយដែលពោពេញទៅដោយទំនួលខុសត្រូវឥន្ទ្រីញីនឹងបន្តមើលកូនតូចនោះរហូតដល់វាគ្រប់អាយុយ៉ាងហោចណាស់2ឆ្នាំទើបវាព្រមមិនដោយឲ្យកូននោះរស់រានដោយឯករាជ្យពេញលេញបានដោយមានសត្វឈ្មោលជាអ្នកជួយទំនុកបំរុងរហូតមករីឯឱកាសនៃការបង្កកំណើតកូនថ្មីរបស់សត្វញីនោះវិញក៏ហាក់យឺតយ៉ាវដែរទើបជាហេតុដែលចំនួនរបស់វានឹងថ្កល់និងពោពេញទៅដោយក្តីបារម្ភពីសំណាក់អង្គការអ្នកគាំពៀប្រភេទសត្វកម្រនៅលើផែនដីយ៉ាងនេះព្រោះខ្លាចថាវាអាចនឹងដាច់ពូជនៅពេលណាមួយឆាប់ខាងមុខនេះ5តើឥន្ទ្រីស៊ីអ្វីខ្លះខ្ញុំធ្លាប់បានដឹងពីមុនសោះថាសម្ពោចពិសេសសម្ពោចឥន្ទ្រីជាសត្វដែលស៊ីស្លឹកឈើជាអាហារមិនមែនស៊ីសាច់ទោះបីស្ដាប់ទៅហាក់ធម្មតាប៉ុន្តែមិនមែនវាអាចស៊ីគ្រប់ស្លឹកឈើទាំងអស់មិនរើសរើទេចំណែកដែលវាស៊ីបានលុះត្រាតែរុក្ខជាតិទាំងអស់នោះមានផ្ទុកទៅដោយកាកសរសៃ fiber ជួយការពារពីសារធាតុគីមីខ្ពស់កាឡូរីទាបជាដើមប្រិយមិត្តដឹងទេដើម្បីរស់នៅជាមួយនឹងអាហារទាំងអស់នេះបានក៏ដោយសារតែឥន្ទ្រីមានប្រព័ន្ធរំលាយអាហារខ្លាំងណាស់ដែរពលគឺវាមានក្រពះខ្លាំងដែលអាចបែងចែកនិងរំលាយដាច់នៅអាហាររឹងដូចទៅនឹងក្រពះសត្វគោយ៉ាងនោះឯងនៅពេលដែលវាស្វែងរកចំណីវាមានជំនាញណាស់នៅក្នុងការរើសយកស្លឹករុក្ខជាតិតាមប្រភេទដែលវាអាចស៊ីបានផ្កាភ្ញីប្រភធញ្ញជាតិឬពេលខ្លះវានឹងស៊ីផ្លែឈើតាមរដូវកាលផងដែរអ្នកសិក្សាស្រាវជ្រាវពីក្រុមរបស់អំបូនីបានកត់សម្គាល់ឃើញដូចគ្នាថាវាគឺជាសត្វដែលសម្បូរអាហារនៅក្នុងព្រៃខ្លាំងណាស់ប៉ុន្តែចំណុចនេះក៏បាននាំមកនូវផលប៉ះពាល់យ៉ាងខ្លាំងទៅវិញដោយសារតែវាផ្ញើជីវិតទាំងស្រុងទៅនឹងជង្រុកព្រៃក្រាស់ៗនិងសម្បូរបែបទើបវាពិតជាមិនអាចសម្របខ្លួនរស់នៅតាមព្រៃឬជម្រកណាដែលរងផលបំផ្លិចបំផ្លាញសោះឡើយគឺមានន័យថានៅពេលដែលព្រៃជាជម្រកទាំងអស់នោះត្រូវបានបំផ្លាញនោះសម្ពោចឥន្ទ្រីរបស់យើងនឹងបាត់បង់ប្រភពអាហារជម្រកផ្លូវដែលវាតែងតែផ្លាស់ទីអាណាចក្រដើម្បីរស់នៅបន្តពូជរបស់ពួកវាផងដែរ
ខុសពីអំបូរសត្វកកេដូចជាកណ្ដុរឬសត្វស្វាឥន្ទ្រីគឺមិនអាចផ្សំខ្លួនទៅនឹងបរិស្ថានដែលមានការរស់នៅលោកលំជាមួយមនុស្សបានឡើយ 6. ព្រេងនិទានពីសម្ពោចឥន្ទ្រីមែនទែនទៅគឺរាប់សតវត្សមកហើយតែប្រជាជននៃប្រទេសម៉ាដាហ្គាស្កាបាននិយាយតៗគ្នាដល់រឿងព្រេងនិទានដ៏វែងអន្លាយហើយជក់ចិត្តពីប្រវត្តិសាវតាររបស់សម្ពោចឥន្ទ្រីព្រេងនិទានពីបុរាណកាលរបស់គេបានលើកឡើងថាមនុស្សនិងសម្ពោចឥន្ទ្រីកាលនោះគឺជាបងប្អូននឹងគ្នាមានវេលាមួយមនុស្សមួយក្រុមបាននាំគ្នាចាក់ចេញពីស្រុកចូលទៅក្នុងព្រៃដ៏សែនជ្រៅហើយក្រោយមកពួកគេក៏លែងស្គាល់មនុស្សនឹងប្រែខ្លួនក្លាយជាសម្ពោចឥន្ទ្រីជំនួសវិញដោយអាចកំបាំងដោយសារមានជំនឿនៃទំនាក់ទំនងយ៉ាងជិតស្និទ្ធនេះហើយទើបសហគមន៍មួយចំនួនធំនៅក្នុងប្រទេសរបស់ពួកគេមានបម្រាមមួយដែលគេនិយមហៅថា Fedi នៅក្នុងវប្បធម៌របស់ Malagasy Fedi គឺសំដៅទៅដល់ការការពារអាយុជីវិតរបស់សម្ពោចឥន្ទ្រីពីការបរបាញ់វាយប្រហារយ៉ាងដាច់ខាតទើបអបិយជំនឿនេះក៏ជាចំណែកមួយនៅក្នុងការការពារពូជសត្វទាំងអស់នេះបានតជំនាន់ផងដែរគេជឿថាប្រសិនបើអ្នកណាហ៊ានប្រឡាយជីវិតរបស់វាគឺនឹងជួបតែគ្រោះហើយខ្លួនជាប់តែជាមួយនឹងរឿងអាក្រក់ៗជារៀងដរាប 7. ហេតុអ្វីទើបវាមាននៅតែម៉ាដាហ្គាស្កាបានដឹងខ្លះៗពីសម្ពោចឥន្ទ្រីយើងក៏គួរតែបានស្គាល់ឲ្យបានច្រើនពីម៉ាដាហ្គាស្កាដែលជាជំរឹកតែមួយគត់របស់ពួកវាផងដែរតាមប្រវត្តិបំរែបំរួលនៃពំនឹងភ្នត់របស់ផែនដីប្រទេសម៉ាដាហ្គាស្កាបានញែកចេញពីដីគោកនៃទ្វីបអាហ្វ្រិកកាលពីជាង88លានឆ្នាំមុនមកម្ល៉េះការវិវត្តរបស់សម្បូរផែនដីនេះផងដែរបានផ្ដល់នូវលក្ខខណ្ឌដាច់ដោយឡែកដល់ទីនោះដូចជាជាង 90% នៃប្រភេទសត្វព្រៃនៅក្នុងប្រទេសម៉ាដាហ្គាស្កាគឺគ្មាននៅកន្លែងផ្សេងណានោះទៀតឡើយពូជសត្វទាំងអស់នោះមានដូចជាប្រភេទសម្ពោចកម្រជាច្រើនសត្វ Fossa ដែលមានលក្ខណៈស្រដៀងនឹងឆ្មាព្រៃបន្តិចស្រដៀងនឹងតោភ្នំ Kyoga បន្តិចពូជដើមឈើ Baobab ព្រមទាំងពូជបង្គួយ Chameleon ចម្រុះពណ៌ដ៏សម្បូរបែបថែមទៀតផងហើយសម្ពោចឥន្ទ្រីនេះហើយគឺជាសម្បត្តិបេតិកភណ្ឌធម្មជាតិរបស់ពួកគេដ៏លេចធ្លោទោះស្ដាប់ទៅហាក់បីដូចជាសម្បូរបែបគ្រប់យ៉ាងតាមបែបធម្មជាតិយ៉ាងណាក្តីប៉ុន្តែម៉ាដាហ្គាស្កាបែរជាជាប់ចំណាត់ថ្នាក់ជាប្រទេសក្រីក្របំផុតមួយនៅក្នុងចំណោមប្រទេសផ្សេងទៀតទៅវិញប្រជាជនពួកគេរាប់លានអ្នកកំពុងរស់នៅពឹងអាស្រ័យទាំងស្រុងទៅលើការធ្វើកសិកម្មកម្មករអណ្ដូងប្រេងកាតនៅក្នុងកម្រៃទាបកម្មករសំណង់ជាដើមបញ្ហាមួយនេះគឺជាបញ្ហាធំរបស់រដ្ឋាភិបាលរបស់ពួកគេដែលចាំបាច់ត្រូវតែដោះស្រាយពីព្រោះថាម្ខាងគឺជាការការពារជីវិតសត្វព្រៃពីមនុស្សប៉ុន្តែប្រជាជនដែលក្រីក្រក៏ត្រូវការប្រមូលផលពីទិន្នផលព្រៃឈើទាំងអស់នោះផងដែរ 8. ការគំរាមកំហែងដល់អំបូរឥន្ទ្រីជារឿងដែលយើងបានជជែកមករហូតដូចគ្នាហើយប្រិយមិត្តមិនថាសត្វព្រៃគ្នាព្យាយាមរស់នៅចាក់ឆ្ងាយពីវត្តមានមនុស្សប៉ុណ្ណានោះទេក៏ពួកវានៅតែរងការគំរាមកំហែងសុខសុវត្ថិភាពខានពុំបានចំពោះឥន្ទ្រីវិញក៏កំពុងតែជួបបញ្ហាប្រឈមដូចគ្នាដែរគឺទី1ការវិទីរបស់មនុស្សដែលមានដូចជាការកាប់បំផ្លាញព្រៃឈើយកដីធ្លីធ្វើកសិកម្មកាប់ព្រៃឈើខុសច្បាប់ដុតយកធ្យូងជាដើមដែលជាកត្តាបង្ខំឲ្យវងឥន្ទ្រីបែកខ្ញែកគ្នាទៅជាក្រុមតូចៗផ្សេងទៀតនិងងាយនៅក្នុងការឆ្លងជំងឺផ្សេងៗបំផុតលែងបង្កកំណើតបាត់បង់ទៅដោយអត់អាហារជាដើមបញ្ហាទី2គឺការបរបាញ់ខុសច្បាប់ពីសំណាក់ប្រជាជនទោះបីជាមានការហាមឃាត់ទាំងផ្លូវច្បាប់និងប្រពៃណីយ៉ាងណាក៏ដោយប៉ុន្តែការស្រេកឃ្លានរបស់មនុស្សគឺជាចំណងដែលពិបាកឃាត់ជាទីបំផុតបញ្ហាប្រឈមទី3គឺបំរែបំរួលអាកាសធាតុដែលប៉ះពាល់ទាំងរបបទឹកភ្លៀងការលូតលាស់នៃព្រៃឈើមិនប្រក្រតីនិងប្រភពអាហារខ្សត់ខ្សោយទៅដែលជាហេតុជាផលពិបាកបំផុតសម្រាប់ពូជឥន្ទ្រីចំពោះវត្តមានរបស់ពួកវាអ្នកស្រាវជ្រាវបានបញ្ជាក់ថានៅមានខ្ទង់ពាន់ក្បាលប៉ុណ្ណោះដែលនៅសេសសល់វាជាអត្រាដ៏គួរឲ្យព្រួយបារម្ភបំផុតមួយដែលអំបូរពួកវាត្រូវបានត្រៀមចាត់ចូលជាសត្វដែលប្រឈមទៅនឹងការផុតពូជនៅលើផែនដីយើងនេះបាត់ទៅហើយជាថ្មីម្ដងទៀតឥន្ទ្រីគឺពុំមែនជាសត្វដែលគេអាចយកទៅចិញ្ចឹមឬថែទាំនៅតាមសួនដោយអំបូរមួយចំនួនផ្សេងទៀតឡើយពោលគឺដើម្បីរក្សាវត្តមានរបស់ពួកវាឲ្យគង់វង្សបានយូរជាងនេះរដ្ឋាភិបាលម៉ាដាហ្គាស្កាមានជំរឿនតែមួយគត់គឺព្យាយាមរក្សាព្រៃឈើរបស់ពួកគេឲ្យនៅបានយូរអង្វែងជាងនេះប៉ុន្តែសំណួរសួរថាតើពួកគេនឹងមានលទ្ធភាពថែរក្សាព្រៃឈើទាំងអស់នោះបានដោយរបៀបណា